របស់ពិសិដ្ឋរបស់ពិសេសពាក់ជាប់បកាយសពថ្ងៃជួបអាដាមអត់ស្អាតមែនតើខ្ញុំកាលពី2008ហ្នឹងសម្ដេចអនលំហេងគាត់មានអីឲ្យទេអត់ជាមានរឿងរបស់គណៈបញ្ញោបាយទេអត់មានរឿងរបស់កងទ័ពរឿងជំនាញគេកំពុងតែវាស់វែងហើយការវាស់វែងនេះឯកភាពមិនឯកភាពវាយូរដែរទើបបីតែភ្លឺស្រែយើងមួយជាប់គ្នាហ្នឹងនៅតែមានដំណោះមិនណាទេយកតម្រុំប្រទេសមួយអញ្ចឹងវាត្រូវការដោះស្រាយយូរតិចហើយអ្នកដែលខ្លាំងចេះថាឲ្យវៃទៅឲ្យយកទៅអ្នកហ្នឹងមិនប្រយោជន៍ទេណាអ្នកដែលវៃគឺកណានេះអ្នករបស់អាដាមនេះហើយលោកគ្រូក៏គង់ស្នេហ៍ណាជាមួយអាដាមមិនមែនតែទំភឹងនឹងឯណាតាំងពីមុនមកដល់ច្រើនហើយយូរឆ្នាំមកហើយអាដាមអនិវងចូលបងប្អូនយើងអរគុណណាស់ទៅជួយខ្ញុំមកនេះជារបស់ឥតីជាឧត្តមប្រតានិងទីប្រតាសម្ដេចសង្ឃតាពីគណៈនិកាយនេះគឺមកប្រងដែលជាគឺលើកទឹកចិត្តអូនក៏កម្លាំងរងតបនៅព្រំដែនហ្នឹងចាំមានអីមានប៉ុណ្ណឹងទេមិនមានអីប្រព័ន្ធដល់អីទេអញ្ចឹងខ្ញុំមកធ្វើកិច្ចពិធីហ្នឹងក៏ចង់ទៅបួងសួងចង់ឲ្យបងប្អូនខ្មែរបងប្រុសយើងបានសុខសប្បាយហើយក៏ខ្ញុំមិនចង់ឲ្យមានចំនួនដែរបងថាដោយក្រុមគ្រួសារដែលបែកបាក់ក្រុមគ្រួសារអញ្ចឹងមិនស្រួលដែលដូចប្រទេសដែលមានសង្គ្រាមហើយយើងតម្រង់កសាងដល់សប្ថ្ងៃនេះម្ដងតិចម្ដងតិចរហូតមកសប្ថ្ងៃនេះមិនខុសដែរហើយគុំយើងបានថ្នាក់ដឹកនាំសន្តិសម្ដេចវត្តធម្មដីនិងសម្ដេចហ៊ុនសែនសម្ដេចពុកហ្នឹងលោកដឹកនាំមកដល់សប្ថ្ងៃបានរីកចម្រើនសប្ថ្ងៃនេះយើងឃើញនៅផ្លូវជិះពីភ្នំពេញមកដល់នេះស្រួលអត់មានរលាក់ទេហើយធ្វើដំណើរធូររលូនអញ្ចឹងយើងប្រទេសយើងបានរីកចម្រើនប៉ុណ្ណេះហើយបើយើងមានសង្គ្រាមវាមិនធម្មតាទេសង្គ្រាមនេះបាទមានសង្គ្រាមវាថយក្រោយគឺខាត់បងប្រយោជន៍ច្រើនណាស់ទាំងកងទ័ពបូជាយុទ្ធទាំងប្រជាពលរដ្ឋរួមបានសុខសាន្តរត់ចោលផ្ទះសំបែងដោយសារកិច្ចក្របកិច្ចអីហ្នឹងមិនស្រួលទេយើងកម្រងរស់ពីសម័យសង្គ្រាមទី1ពីមុនមកដល់សប្តាហ៍បានចម្រើនឥឡូវយើងបានមានតែភ្លើងអីតាមដល់លើបានផ្លូវចាក់ពីតតាមពីមុនអញ្ចឹងបងប្អូនដែលឆ្លាញ់ជាតិមានពុតមានប្រភពពុតប្រកបមែននេះជាពេលទំនេរអញ្ជើញមកមើលបងប្អូនយើងនៅខេត្តតាព្រំដែននេះលើកទឹកចិត្តគាត់ជួយលើកទឹកចិត្តតម្រាំនេះក៏កើតបានសពថ្ងៃចាប់ពោះនេះស្អែកខ្ញុំធ្លាប់ធ្វើទៅហ៊ានបាននៅរយៈពេលប្រហែលឆ្នាំដែរកសាងហ៊ានទៅពីមួយកន្លែងចាំមួយកន្លែងគឺកសាងរហូតណាចង់ប្រពន្ធហើយមិនមែនស្រួលទេច្បាប់ទៅហ៊ាននេះគឺពិបាកតឹងណាស់អ្នកណាថាធ្វើទៅហ៊ានស្រួលចង់ប្រយុទ្ធអត់ទេមកក្របស្លាប់មកក្របរស់អញ្ចឹងជីវិតនៅtrongភ្លើងនេះអត់ទេអញ្ចឹងខ្ញុំក៏ចង់ធ្វើកិច្ចពិធីចង់ឲ្យដោះស្រាយដាក់លើសម្ដេចលោកដោះស្រាយដោយសំសេចនេះដោយចុះបិចមិនចង់ឲ្យមានចំនួនតោះតេងទេយើងខ្ញុំក្នុងនាមជាអ្នកបួសនេះមិនចង់ឲ្យបានក្រៅពីចង់បានសុខសន្តិភាពប៉ុណ្ណឹងទេបានបូជាសាច់សោះជូនប្រោះការពារទឹកដីរបស់យើងហើយក្នុងនាមខ្ញុំជាតបអស័យទៅដូចជាតំណាងឲ្យប្រជាពលរដ្ឋខ្មែរក៏សូមធ្វើជារយៈចក្រីភាពចំពោះអាដាមទៅជូនពរអាដាមនិងកងពលដែលថែរក្សានៅព្រំដែននេះបងប្អូនយើងនេះគឺថាឲ្យមានក្តីសុខក្តីចម្រើនអាយុវែងសុខពេលវេលាបាទនេះលោកគ្រូដូចដឹកនាំតដោយលោកគ្រូធំគ្រូធនបានមកជួបតជាមួយនឹងលោកអាដាមនៅវងបាទហើយថ្ងៃនេះពិតជាមានកតញ្ញូមែនទែនបាទដែលមកជួបលោកអាដាមពី2016បងមើលដាក់កាលណាមាន2មាន3ទៅរឹងតែមួយតែឯងហើយសំប្រសាទៅចិត្តលោកអាដាមជាមួយនឹងបងកងទ័ពទាំងអស់ដែលគាត់មានចិត្តក្លាហានការពារជាតិបាទបម្រើជាតិណាបាទហើយថ្ងៃនេះលោកគ្រូដឹកនាំមកដល់ប្រាសាទតាមាន់ធំគឺមានកតញ្ញូមែនតើដែលបានជួបលោកអាដាមនិវងបាទហើយល្បីល្បាញឈ្មោះអាដាមយូរហើយអាដាមជា
บริบรองมาเนี่ยแต่สนาฮาเชียจมูกนังคลาฮันมาในพรมแดนอันนี้ก็เชียกาชูบโซสตกบอมเฮียนในพรมแดน តែមួយ3កំពូលប៉ុន្តែអត់បានទូទៅទេសម័យព្រះវិហារវិញ ជាទុក បាទនេះគឺស្នាមក្របដែលប្រយុទ្ធនៅឆ្នាំ2011បាទដូចលោកអាដាមមានប្រសាសន៍ថាចំហៀងឲ្យត្រូវប៉ុន្តែដបោមកគឺអត់ចំទេបាទអានេះស្នាមក្របបាទស្នាមក្របកំភ្លើងបាទនេះគឺជាប្រទេសកន្លែងព្រំដែនតែម្ដងប្រាសាទតាមាន់ណាបាទលោកអាដាមក៏អនុញ្ញាតឲ្យយើងធ្វើពិធី ឆ្លាស់ចិត្តនំតិចសិន